បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសួស្តីបងប្អូនដែលកំពុងតែរៀនប្រើប្រាស់កម្មវិធី AutoCAD នៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនទាក់ទងទៅនឹងការ add vertex remove vertex ហើយនិង stretch vertex នៅក្នុងកម្មវិធី AutoCAD ចង់ដឹងថាតើបងប្អូនទាំងអស់គ្នាធ្លាប់ប្រើប្រាស់វាឬក៏អត់អញ្ចឹងយើងចាប់ផ្ដើមមើលនៅក្នុងវីដេអូនេះទាំងអស់គ្នាជាទៅបើសិនជាយើងមាន rectangle ឬក៏ជា polyline អីមួយយើងនឹងតែងតែប្រើប្រាស់ add vertex remove vertex និង stretch vertex ហ្នឹងហើយបន្តថាខ្ញុំមាន rectangle មួយចុះឬក៏ polyline មួយចុះណាបាទអញ្ចឹងបងប្អូនគ្រាន់តែ select នៅលើ rectangle ហ្នឹងបងប្អូននឹងឃើញមានចំណុចចាប់1 2 3 4ណាបាទអញ្ចឹងទាក់ទងនឹងការ add vertex បងប្អូនគ្រាន់តែចុចនៅលើកន្លែងណាមួយនៅចំណុចកណ្ដាលនៃចំណុចចាប់របស់ rectangle ហ្នឹងបងប្អូននឹងឃើញមានពាក្យដាក់ម៉ៅឲ្យនៅលើហ្នឹងណាដាក់ cursor នៅចំកន្លែងហ្នឹងមកវានឹងលោតពាក្យនេះឲ្យយើងអញ្ចឹងយើងអាចអូសម៉ៅយកមកពាក្យថា stretch add ហើយនឹង convert មិញហ្នឹងគឺខ្ញុំសរសេរខ្ញុំភ្លេចពាក្យថា convert ហ្នឹង convert line ហ្នឹងទេណាអញ្ចឹងកន្លែងនេះគឺបើសិនជាយើងចង់ add មានន័យថាយើង add ចំណុចចាប់ vertex ហ្នឹងណាអញ្ចឹងយើងចុចលើវាមកយើងយកពាក្យថា add vertex ហើយយើងចង់ទៅចាប់នៅកន្លែងណាអញ្ចឹងកន្លែងហ្នឹងវាប្រែប្រួលឡើងទៅជានេះហើយឡើងជា rectangle ហើយវាទៅជាបន្ទាត់បិទចិត្តមួយណាបាទអញ្ចឹងបើសិនជាយើងដោះវាវិញចង់ remove vertex យើងគ្រាន់តែចុចលើកន្លែងហ្នឹងមកអញ្ចឹងវានឹង load message ដូចមិញនឹងដូចគ្នាហើយវាមានពាក្យថា remove vertex ហើយយើងចុចលើ remove មកវាទៅដាក់ដូចដើមវិញកន្លែងនេះវាសំខាន់ត្រង់ថានៅពេលដែលយើងគូសកណនីក្លាបផ្ទៃអីមួយឧទាហរណ៍ថានៅក្នុងជាងនេះខ្ញុំចង់រកបរិមាត្រជុំវិញនេះអញ្ចឹងឧទាហរណ៍ថាខ្ញុំច្រឡំគូសបន្ទាត់កន្លែងនេះគូស rectangle មកចេះអញ្ចឹងបើសិនជាខ្ញុំចង់លឿនគឺខ្ញុំគូសអញ្ចឹងខ្ញុំអត់ចង់គូស polyline មួយមកនេះអញ្ចឹងណាយើងអាចគូសអញ្ចឹងហើយយើងប្រើ comment មិញហ្នឹងយើងអាចអញ្ចឹងមកហើយយើងទាញនេះមកចំកន្លែងនេះហើយតទៅទៀតបងប្អូនគ្រាន់តែដាក់ម៉ៅលើកន្លែងនេះយកពាក្យថា add vertex នេះមកដល់ទៀតណា add vertex នេះមកចាប់កន្លែងនេះមកចុចលើកន្លែងនេះ add vertex នេះមកឃើញទេហ្នឹងគឺទាក់ទងនឹង add vertex remove vertex ណាបាទទាក់ទងការ stretch vertex ណា stretch យើងធ្វើមិនយើងចុចយើងដាក់ចុចលើ V នេះមកយើងដាក់កន្លែងនេះមកយើងយកពាក្យថា stretch យើងคลิกលើ stretch vertex នេះមកយើងចាប់ទាញឬក៏អត្ថន័យ stretch vertex ហ្នឹងគឺមានន័យថាស្មើនឹងយើងចុចលើ V ហើយយើងចុចនៅលើចំណុចចាប់ណាមួយយើងចុចហើយយើងចាប់ទាញលើវាអញ្ចឹងអត្ថន័យរបស់វាគឺមានន័យអញ្ចឹងមួយទៀតបងប្អូនគ្នានៅពេលដែលយើងចុចលើវាអញ្ចឹងយើងអាច stretch បន្ទាត់ទាំងពីរនេះឲ្យទៅជាមួយគ្នាបានឬក៏បើសិនជាកន្លែងណាស្មុគស្មាញទេបងប្អូនអាច stretch បើសិនជាយើងមានបន្ទាត់ច្រើនអីចឹងទៅឬក៏កន្លែងធ្វើការហ្នឹងវាអត់អំណោយផលដល់យើង select ទាំងអស់ចេះណាយើងអាចពិបាក select shift unselect វិញអីចឹងណាអញ្ចឹងយើងចង់បើថាយើងមានរបស់ច្រើននៅលើនឹងអីចឹងណាយើងពិបាក select ពិបាកធ្វើការអញ្ចឹងយើងចង់បានទៅតែពីរហ្នឹងទេបងប្អូនចុចលើកន្លែងនេះមកហើយយើងចុចពាក្យថា shift ចុចលើ V នេះមួយបងប្អូននឹង load ពាក្យក្រហមនេះណាហើយចុចលើនេះមួយទៀត shift ហ្នឹងយើងរក្សាចុចឲ្យជាប់យើងចុចលើនេះមួយទៀតមកតទៅទៀតបងប្អូនคลิกលើ V នេះមកឃើញទេវាទៅទាំងព្រមណាវាទៅទាំងព្រមអញ្ចឹងយើងអាចអូសវាទៅទីតាំងណាមួយឬក៏យើងវាយតម្លៃដែលយើងចង់បានអញ្ចឹងទៅតោះខ្ញុំចង់ទាញចុះមកក្រោមនេះប្រហែល500អញ្ចឹងទៅណាអូខេអញ្ចឹងទាក់ទងទៅនឹងការ add vertex remove vertex stretch vertex ហើយនឹងអីគេមិញ convert ហ្នឹងគឺវាដូចតែគ្នាអត់មានអីពិបាកទេមានន័យថាវាជា polyline ហើយយើងចុចលើកណ្ដាលចំចំណុចកណ្ដាលនៃចំណុចចាប់ទាំងពីរហ្នឹងមកយើងនឹងមានពាក្យវាថា convert to arc អញ្ចឹងណាហ្នឹងហើយអញ្ចឹងបើយើងចង់ដោះ arc ទៅជា polyline ធម្មតាយើងគ្រាន់តែដាក់លើវាមកវាដាក់ថា convert to line ណាបាទអញ្ចឹងសង្ឃឹមថាវីដេអូនេះនឹងជួយទៅកាន់បងប្អូនដែលទើបតែស្វែងយល់អំពីការប្រើប្រាស់កម្មវិធី AutoCAD ជួបគ្នានៅវីដេអូបន្តទៀត